នឹងហើយបងប្អូននេះកំពុងច្បល់អាចកោស្ងួតជាមួយនឹងដីហើយតាមដលងតិចនេះដលងបងប្អូននៅខាងក្រោយខ្ញុំនោះគឺកម្មភាពបងប្អូនបុគ្គលិកយើងកំពុងវិចប់ជីចឹងការដាំដលងឲ្យវាមានមើមច្រើនវាត្រូវការដីធូរអានេះគឺខ្ញុំច្បល់កបោសជាមួយអាចកោស្ងួតជាមួយនឹងដីដាក់ត្រប់បាតរណ្ដៅសិនតបមកបានយើងដាក់ដលងដាំហើយដោយសារខែហ្នឹងវាខែភ្លៀងចឹងបងប្អូនធ្វើម៉េចដាំឲ្យវាបានពោះកុំឲ្យជាំទឹកនេះដលងខ្ញុំបដោះឲ្យមុនហ្នឹងដាំនៅសៀមរាបនោះអស់2គុំទុក1គុំដាំនៅឃ្លាំងនេះដលងឈាមមន់បងប្អូនបាទអានេះដីអាចចលែនណានេះកាប់មិញសុទ្ធតែចលែននេះបងប្អូនមើលល្អិតមូលនេះជាដីអាចចលែនអញ្ចឹងបានខ្ញុំអត់ដាក់ជីកប៉ុសបាទហើយខ្ញុំលុបដីអាចចលែននេះគៀននឹងសិនអញ្ចឹងទៅចាំថ្ងៃក្រោយចាំថែមជីវាតាមក្រោយក៏បានឬក៏យើងលុបដីជុំវិញគល់ដលងនឹងខ្លះយើងអាចដាក់ជីកប៉ុសខ្លះនេះចលែនបាទចឹងបើបងប្អូនមានដីដែលមានអាចលែនច្រើនហើយមិនបាច់បារម្ភរឿងខ្វះជីទេអានេះជីកំប៉ុងបងប្អូនអាចដាក់ជុំវិញនឹងតិចបានដើម្បីឲ្យមានអាហារសម្រាប់ដលងហើយអាដីធូរវាចាក់មើមបានធំនេះជាប្រភេទដលងឈាមមាន់អានេះគឺចេកនេះចេកនួនចឹងខ្ញុំដាក់ពូនវាឲ្យជិតតិចសិនចឹងទៅការពារកុំឲ្យភ្លៀងទៅវាដក់ទឹកស្មៅយើងដកចេញព្រោះវាដដើមជីវជាតិតំណាំបឺតជីវាមិនទាន់ស្មៅទេហើយតិចទៀតនឹងនិយាយរឿងការ៉េនបាទដាំដលងនេះហើយទេសិនចាំនិយាយរឿងការ៉េនចឹងយើងកុំឲ្យជីនៅកណ្ដាលវាលហើយណាស់បើយើងមានសម្រាមក្រូចគឺយើងរោយដីពីលើតិចតួចចឹងទៅកុំឲ្យជីវាត្រូវភ្លៀងត្រូវខ្យល់ត្រូវក្តៅទៅវាខូចគុណភាពជីតបមកខ្ញុំនឹងដោតបកគោលនេះដាក់បកគោលអីមួយឲ្យវាឡើងមកលើលបងនេះវារត់មកលើលបងហើយនេះចេកទឿណាបងប្អូនចិត្តចាស់ហើយទៀតទេត្រឹមកខ្ញុំដែរហ្នឹងតែហើយអានេះមើលលក្រីក្រហមដាំម្ដាមទេហើយខ្វះទេលក្រីបាទចឹងវាលូតលាស់លឿនដោយសារពួកខ្ញុំបានរៀបចំដីយ៉ាងល្អមុនពេលដាំបាទឥឡូវដាំដើមចេកដើមនេះដៅហើយនេះចលែនណាគាត់តែកាយនេះចេញចលែនមកក្បាលខ្ញុំនេះក៏មានមនុស្សហើយចង់បញ្យល់បងប្អូនទេនេះអានេះប្រទាលឬដូងបាតបងប្អូនដែលកើតឬដូងបាតអាចយកទៅដាំដើម្បីថ្ងៃក្រោយគ្រាន់តែញ៉ាំវាមើមវាក៏បានស្លឹកក៏បានទៅវាព្យាបាលឬដូងបាតជាប្រកែនេះបងប្អូនមើលចលែនណាអញ្ចឹងដីដែលយើងល្អគឺវាមានចលែនអញ្ចឹងនៅដៅចេកនេះខ្ញុំបាច់កបោតិចអានេះកបោនេះយើងដុតសបកងាវសបកព្រំទេអានេះមិនមែនកបោរោងចក្រទេអញ្ចឹងបានវាពោអត់សូវសដោយកបោរោងចក្របាទនេះជាខ្ញុំសាំថ្ងៃមុនមិនកុំឲ្យបែកដីវាចាក់ឬខ្លះហើយអានេះដីតលេកិននេះគាត់ថាខ្ញុំដាក់ជាមួយនឹងជីកប៉ុស
បល់ចូលគ្នាចាំតិចទៀតចាំយកដីមកចាក់ថែមដោយសារដៅវារៀងទំនៀមបន្តិចដីនេះល្អបងប្អូនកាយបន្តិចគឺឃើញចលែនហើយប៉ះចលែនហើយអញ្ចឹងបងប្អូនត្រូវដឹងពីសហប្រយោជន៍របស់វាមិនត្រឹមតែជួយអាចមកបានជាជីល្អទេគឺវាជួយធ្វើឲ្យដីហ្នឹងវាមានអុកស៊ីសែនច្រើនអានេះត្រូវដួងបាទអញ្ចឹងយើងបោះវាឆ្ងាយអញ្ចឹងវាបានជួយធ្វើឲ្យដីយើងធូរល្អដោយសារវាថៃអត់សម្រាកទេទាំងយប់ទាំងថ្ងៃចលែនហ្នឹងហើយចំណាំផ្សេងយើងអាចឲ្យមានសម្រាមគ្រប់គល់បានតែលើកលែងទៅតរ៉េននិងម្រេចហើយភ្លៀងអញ្ចឹងយើងត្រូវធ្វើម៉េចកុំឲ្យគល់វាមានសម្រាមហើយនេះគឺគំនរអង្កាមយើងកំពុងតែធ្វើការដុតដើម្បីផលិតធ្យូងអង្កាមហើយបងប្អូនចង់ដុតអង្កាមដើម្បីយកធ្យូងក៏អនុវត្តដូចខ្ញុំបង្ហាញនេះចឹងទៅយើងមានសង្កសីមូលឲ្យធំមួយហើយយើងប្រកាត់ភ្លើងដាក់ឲ្យឆេះខាងក្រោមហើយយើងមានដែកប្រហោងនេះដាក់ចូលខាងក្រោមទៅដល់គំនរភ្លើងខាងក្នុងរួចដើម្បីទាញខ្យល់ចូលឲ្យវាឆេះហើយយើងចាក់អង្កាមលុបចឹងទៅហើយខាងនោះមានមួយពំនូកទៀតចឹងការដុតធ្យូងអង្កាមនេះមានប្រយោជន៍ច្រើនណាស់ប៉ុន្តែបើបងប្អូនអាចមានលទ្ធភាពទិញឡដុតអង្កាមដើម្បីច្រោះត្រងយកទឹកខ្មេះអង្កាមទៀតគឺកាន់តែល្អទឹកខ្មេះធ្យូងទៀតគឺកាន់តែល្អដើម្បីយើងប្រើប្រាស់ជាប្រយោជន៍ផ្សេងទៀតចឹងជីកប៉ុសរបស់ខ្ញុំគឺខ្ញុំប្រើប្រាស់អង្កាមដែលយើងដុតដោយខ្លួនឯងនេះគឺវានៅមានគុណភាពល្អកាលណាអង្កាមខ្លះយើងលក់នៅលើទីផ្សារគឺជាផេះអង្កាមគេដុតឡើងកើតជាផេះអស់ហើយអញ្ចឹងវាគុណភាពក្នុងការផលិតជីវាមិនសូវល្អទេបាទនេះគឺដំណើរការបដោះក្របតរ៉េនយើងប្រើក្របតរ៉េនដូនតាព្រោះតរ៉េននឹងអត់មានសាច់ទេមានតែក្របសម្រាប់បដោះយកមកកាត់តដើម្បីផលិតពូជតរ៉េនលក់ជូនបងប្អូនហើយយើងលាងវាដោយទឹកកបោរឬបានបដោះក្រោយពេលបដោះដោះហើយយើងនឹងធ្វើការកាត់តវាតាំងពីវានៅតូចចឹងនេះគឺពូជតរ៉េនល្អមានម៉ាន់ថងមានមូសាំងឃីមយើងកាត់យកត្រួយវាមកដើម្បីយកមកធ្វើការតភ្ជាប់ជាមួយនឹងកូនតរ៉េនបាទហើយសកម្មភាពនេះយើងអាចធ្វើបានក្មេងក៏អាចធ្វើបានដែរមិនពិបាកអីទេបាទហើយយើងគ្រាន់តែពុះកូនតរ៉េនហើយសោកមេឃពូជចូលចងដោយខ្សែចំណងធម្មតាអញ្ចឹងទៅបាទហើយយើងដាក់វាម្ដុំមួយបាច់បាទតបមកយើងនឹងធ្វើការរៀបចំដាក់វាបញ្ចូលទៅក្នុងបន្ទប់ steam បាទបន្ទប់ steam នេះគឺបន្ទប់បិទជិតមានបាំងតង់ផ្លាស្ទិកបាទឲ្យវាហប់ល្អនឹងការពារកុំឲ្យមានភ្លៀងមានខ្យល់ចូលបាទយើងទុកវាឲ្យតចប់ហើយយើងយកវាចេញមកក្រៅដើម្បីបំបែកទៅជាផ្សំក្នុងថង់មួយកូនថង់ម្ដងមួយកូនថង់ម្ដងហើយយើងថែទាំវារហូតលើសពី8ខែទើបយើងបានកូនតរ៉េនលក់បាទតរ៉េនខ្ញុំលក់ម្ដង 30000 រៀលបងប្អូនទិញពូជម៉ាន់ថងក៏បានពូជមូសាំងឃីមក៏បានប៉ុន្តែម៉ាន់ថងវាត្រូវនឹងដីគ្រប់ប្រភេទច្រើនជាងមូសាំងឃីម